យើងចេះតែទៀមទាអ្វីៗឲ្យល្អមករកយើងធ្វើមិនបានដោយកំណងអ្វីព្រឹត្តតាមបច្ច័យបើយើងរវល់តែតោះហ៎ហើយយើងអត់អប់រំចិត្តខ្លួនឯងនៅទេតែចង់តែទៀមទាអ្វីៗឲ្យដូចចិត្តពីអ្នកដទៃតិចតោះនេះតិចតោះនោះមិនចេះខ្វះរឿងតោះទេតោះដល់ស្លាប់ទៀតហើយទាំងសៅมองចិត្តទៅទៀតកុំសង្ឃឹមថាយើងចេះតោះប៉ុណ្ណឹងអស់រឿងតោះហ្នឹងហើយមិនសមចិត្តតោះរត់ទៅសម្បូររឿងតោះទៅទៀតមកពីអាមេតោះនៅក្នុងចិត្តយើងណាខែតិចមួយណាព្រះអង្គឃើញឆ្កែគេស៊ីរត់ទឹកព្រះអង្គបង្រៀនវិខទាំងឡាយតែនៅកន្លែងណាក៏លំមាស់តែនៅកន្លែងណាក៏លំមាស់មិនមែនអាមេលំមាស់នៅកន្លែងហ្នឹងណាវានឹងស្បែកឆ្កែហ្នឹងតាហ្នឹងឯងព្រះអង្គចង់បញ្ជាក់ពីអាក្តីសៅមងកិលេសវានៅក្នុងចិត្តយើងហ្នឹងហ្នឹងឯងតើតែយើងព្យាបាលរោគលំមាស់ហ្នឹងអញ្ចឹងបានយើងត្រូវមានពធัวហ្នឹងមិនបានចាំបាច់មករោគពធัวយើងមានបាយទូទានហើយយើងអត់លំបាកចិត្តអីទេក្រុមគ្រួសារភរិយាស្វាមីត្រូវរើគ្នាល្អកល្អអញ្ចឹងគេទៅរស់ធัวសម្រាប់ទេណោះសង្សារបែកចិត្តអីចេះឬក៏មានតែក្តីទុករឿងអីបានគេទៅធ្វើសមាធិដូនជីអីចឹងទៅនំសពៅអីចឹងពីដើមតបោមានរឿងចឹងហ្នឹងហើយបានជាប់ជារឿងចឹងមកតាមពិតអត់ទេចឹងគ្រប់គ្នាទាំងអស់មានស្អីក៏ដោយដូចថាកូនណាគ្នាអត់ដឹងសួរថាម៉ែឯងទៅធ្វើប្រកម្មដ្ឋានទៅអីទៅរៀនធัวទៅអីវាអត់មានកើតទុកអីផងអារបស់ហ្នឹងវាអត់ទៀងកូនអារបស់ដែលឲ្យម៉ែនៅជាមួយនោះវាអត់ទៀងទេហ្នឹងហើយដូច្នេះត្រូវទៅប្រព្រឹត្តបរិបត្តិធัวដូចទៅចាក់វាក់សាំងអញ្ចឹងណាចាក់វាក់សាំងការពារដល់ពេលអ្វីដែលជាទីស្រឡាញ់ពេញចិត្តវាប្រែប្រួលទៅវាអត់សូវកើតទុកណាដោយសារបានបរិបត្តិធัวជាទីពឹងទៅណាមួយអភិនហបច្ចវេកណៈពិចារណាជារៀបជាធិមរណៈការព្រាត់ប្រាសអីសត្វលោកព្រឹត្តទៅតាមកម្មអីពិចារណារឿយទៅអានឹងចាក់វាក់សាំងការពារដល់ពេលជួបរឿងហ្នឹងទៅវាអត់សូវកើតទុកអាហ្នឹងឯងដែលជាប្រយោជន៍នៃការបរិបត្តិធัวមកពីចិត្តរបស់យើងវាមិនតាន់អប់រំចិត្តហ្នឹងវាឆាប់ទាស់ហើយបើយើងមិនរត់ឆ្នាំយ៉ាងម៉េចវាឆាប់ទាស់ម្លឹងហើយបើថាស្អីពេញចិត្តចាប់យកពឹបអញ្ចឹងហ្នឹងឯងបានជាយើងត្រូវរត់ធัวប្រាប់កូនទៅណាដែលរត់ធัวហ្នឹងមកពីចិត្តហ្នឹងវាត្រូវការថ្នាំត្រូវការអប់រំបដោយតាមចិត្តតែមិនបានដើរផ្លាត់ផ្លាតទៅធ្លាក់ផ្លូវមាផ្លូវបិសាចបាត់ហើយដោយអំណាចនៃចិត្តហ្នឹងបានត្រូវរត់ពធัวហ្នឹងហាមឃាត់ហ្នឹងឲ្យពុទ្ធបរិស័ទយើងបានជ្រាបថាក្នុងលោកយើងនេះណាបើយើងអាស្រ័យពធัวជាសរណៈសិក្សាបរិបត្តិអីណាវាបន្ថយរឿងអាក្រក់សម្រាប់ជីវិតរបស់យើងណាមកអំពីរឿងដែលយើងគិតថាមិនល្អហ្នឹងឧទាហរណ៍អាល័យអ្វីដែលកន្លងទៅឬខ្វល់ក្នុងអនាគតនឹងស្អីខ្លះទេឬក៏ក្នុងបច្ចុប្បន្ននឹងខឹងស្អប់តោះអីទាំងអស់ហ្នឹងមកពីតោសៈមូលចិត្តតោសៈជាវ័នពីរដួងហ្នឹងឯងមានតែពីរហ្នឹងអសង្ខារិកសសង្ខារិកហ្នឹងដែលនាំឲ្យមានការអាល័យនាំឲ្យមានការភ័យព្រួយនាំឲ្យមានការសោកស្ដាយនាំឲ្យមានការភ័យខ្លាចខឹងស្អប់គនុំគុំគួនអីទាំងអស់ហ្នឹងគឺមកអំពីតោសៈមូលចិត្តហ្នឹងចាហើយដល់យើងមានពធัวបរិបត្តិកំចាត់បងតោសៈរឿយទៅសម្បូរដោយស្មារតីទទួលរឿងចូលមកដល់ជីវិតរបស់យើងសិតតែរឿងល្អអត់មានរឿងអីអាក្រក់ទេសូម្បីតែសេចក្តីស្លាប់ចូលមកមរណសតិរួចទៅបានជាបាតនៃវិបស្សនាទៀតបានឧបចារៈសមាធិទៀតឲ្យបដិសន្ធិនិមេនរតីបរនិមិតបសវតីឧបចារៈសមាធិមិនត្រឹមតែមិនឲ្យយើងខ្លាចស្លាប់ថែមទាំងឲ្យបានសមាធិទៀតសេចក្តីស្លាប់ហើយអ្នកណាមិនខ្លាចស្លាប់ហើយចិត្តតែគិតថារឿងអាក្រក់តាមពិតមកអំពីយើងតោមនោះយើងបន្ទុះតោះយើងអត់បានអប់រំចិត្តទេដោយយើងបប្រតិបត្តិអប់រំទៅសេចក្តីស្លាប់ហ្នឹងទៅជាអារម្មណ៍នៃប្រកម្មដ្ឋានណាមើលអស់អាក្រក់បាត់អីមានអីអាក្រក់ក្តីស្លាប់ហ្នឹងអាហ្នឹងយើងលើកពីក្តីស្លាប់មួយធំដុំទៅស្អីផ្សេងទៀតហ្នឹងមានស្អីអាក្រក់មករកយើងបើយើងមានស្មារតីទទួលបើដូចយើងមានរោងចក្រធ្វើថារោងចក្រហ្នឹងពីភ្នំពេញយកសម្រាមទៅជួលរោងចក្រថាលោកសិទ្ធិអញ្ចឹងណាហ្នឹងឯងទៅចាក់ក្នុងរោងចក្រគាត់ហើយឲ្យប្រាក់គាត់ទៀតជួលកន្លែងគាត់ចាក់សម្រាមហ៎10ថ្ងៃហ្នឹងទៅជួលដីចាក់សម្រាមក្រុមហ៊ុនដឹកសម្រាមជូនសម្រាមអីហ្នឹងឯងរកកន្លែងចាក់តារាមទៅជួលដីគេអញ្ចឹងហើយចុះបើយើងមានរោងចក្រទទួលសម្រាមនឹងមកហើយបានអាឈ្នួលគេចាក់សម្រាមហើយចូលក្នុងរោងចក្រយើងចេញទៅសិតតែជីរោងចក្រយើងបកែហ្មងចេញទៅជីលក់ទៅបានធ្វើជាសេដ្ឋីជីយ៉ាងណាមិញណាយោនិសោមអ្នកសិការៈនេះណាកើតមកអំពីយើងមានសទ្ធាក្នុងបរតនត្រ័យនេះឯងតែបានទទួលបត្រ័យ3ដកមកហ្នឹងព្រះអង្គដែងក្នុងអង្គត្រៃកាយអត្តកនិបាតអាហារនឹងមាន10
รับតាំងពី1សัพពរិសោប្រសង្ឃសេវៈជាអាហារនៃសទ្ធម្មសវណៈហ្នឹង2ទី3សទ្ធាទី4យោនិសោមអ្នកចការៈទី5សតិសម្បជញ្ញៈទី6សង្វរៈទី7សច្ចរិត3ទី8សតិប្បដ្ឋាន4ទី9ពោឆង្គៈ7 10វិជានិងវិមុតហ្នឹងគឺអាហារយោនិសោមអ្នកចការៈហ្នឹងជាអាហារនៃសតិសម្បជញ្ញៈយោនិសោមអ្នកចការៈប្រែមកថាបកកាយគិតមានសទ្ធាជាអាហារហើយយើងគិតមើលអត់អាហារស្លាប់អញ្ចឹងយើងត្រូវអាស្រ័យសទ្ធាជាអាហារនៃយោនិសោមអ្នកចការសទ្ធាអាស្រ័យសទ្ធម្មសវណៈរឿយនឹងឯងបានជាអាហារនៃសទ្ធានេះយោនិសោមអ្នកចការៈជាបតតឋាននៃគ្រប់កុសលទាំងអស់ដោយសារយើងចេះគិតចេះគិតមកពីយើងស្ដាប់ពធัวព្រះអង្គសម្ដែងហេតុផលនៃសច្ចៈទោះជាសមតិសច្ចៈក៏ដោយបរមត្តសច្ចៈក៏ដោយព្រះអង្គសម្ដែងប្រាប់មកយើងធ្វើទុកក្នុងចិត្តតាមសេចក្តីនៃពធัวយោនិសោមអ្នកចការៈចម្រើនឡើងហើយដល់យោនិសោមអ្នកចការៈនេះឯងដូចរោងចក្រអញ្ចឹងរូបសម្លេងគណុផតពៈធម្មរមដូចសម្រាមអញ្ចឹងហ្នឹងឯងតាមន័យថាយើងអត់ចាំបាច់លំបាកទិញអត់ចាំបាច់យើងខ្វល់ទៅរស់ពីណាទេក្នុងជីវិតយើងរាល់ថ្ងៃពេលណាក៏មានអារម្មណ៍ដែរអារម្មណ៍របស់ទ្វេរវិថីចិត្តហ្នឹងណាចូលមកដល់ជីវិតរបស់យើងយោនិសោមអ្នកចការៈទទួលពពចេញទៅជាទានចេញទៅជាសិលចេញទៅជាសមថៈចេញទៅជាវិបស្សនាមានអីអាក្រក់ទៀតរូបសម្លេងជនផតពៈចូលមកទៅជាទានសិលសមថៈវិបស្សនាមើលមានអារម្មណ៍ណាអាក្រក់បើអារម្មណ៍ចូលមកទៅជាកុសលអស់ហើយ